សុបិនឃើញម្ដាយស្លាប់គួរឲ្យបារម្ភដែរឬទេសុបិនឃើញមនុស្សស្លាប់ជាទូទៅតែងតែធ្វើឲ្យសម័យខ្លួនភ្ញាក់ឡើងដោយក្តីភ័យព្រួយព្រោះយល់សពនេះថាជាប្រផ្នូលមិនល្អក្នុងនោះបើសុបិនឃើញសាច់ញាតិចិត្តដិតអានិច្ចកម្មជាពិសេសឪពុកម្ដាយនឹងរឹតតែបន្ថែមការភ័យព្រួយទ្វេដងក្នុងមួយកម្រិតទៀតជាការពិតសុបិនឃើញម្ដាយស្លាប់អត្តន័យរបស់វាមិនល្អជាប៉ុន្មានទេប៉ុន្តែក៏កុំទាន់ព្រួយបារម្ភព្រោះសុបិននេះមិនពាក់ព័ន្ធនឹងសុខទុក្ខម្ដាយរបស់អ្នកឡើយសុបិននេះអាចជាប់ពាក់ព័ន្ធនឹងអាជីពនិងហិរញ្ញវត្ថុតាមការបកស្រាយពីបុរាណចិនចែងថាអ្នកនឹងត្រូវគេបោកប្រាស់លុយកាក់មិនថាដោយផ្ទាល់ឬតាមអ៊ីនធឺណិតក្តីអំឡុងពេលនេះចូលប្រយ័ត្នចំពោះមនុស្សចិត្តស្និទ្ធជាងគេព្រោះដោយសារតែរឿងជឿទុកចិត្តនេះហើយដែលអាចនាំឲ្យហិរញ្ញវត្ថុរបស់លោកអ្នករលាយបាត់បង់ត្រឹមតែមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះចំណែកការងារវិញអាចត្រូវបានគេក្បត់លួចចាក់ពីក្រោយខ្នងដោយយកអាសាអ្នកដទៃឲ្យស្លងស្ពានដើម្បីឡើងឋានៈទូនីតិបែរជាមានបញ្ហាដល់ខ្លួនឯងទៅវិញទៀតការយល់សប្តិឃើញម្ដាយស្លាប់វាអាចតាក់ទងស្នេហានឹងគ្រួសាររបស់អ្នកផងដែរចំពោះជីវិតប្តីប្រពន្ធនឹងមានមនុស្សមកជ្រៀតជ្រែកទំនាក់ទំនងអាពាហ៍ពិពាហ៍បើទោះបីដឹងថាអ្នកមានម្ចាស់ហើយក្តីដូច្នេះសម័យខ្លួនផ្ទាល់គួរដាក់គម្លាតឲ្យបានត្រឹមត្រូវជៀសវាងបែកបាក់គ្នាដោយសារអ្នកក្រៅយ៉ាងណាមិញសុបិននេះចំពោះមនុស្សនៅលាវមានអត្ថន័យល្អទៅវិញដោយសារអ្នកនឹងអាចជួបមនុស្សគូគប់នៅកន្លែងសាធារណៈផ្សារទំនើបកន្លែងហាត់ប្រាណឬក្នុងវិស័យការងារដូច្នេះបើសិនបងប្អូនយល់សប្តិឃើញម្ដាយអ្នកស្លាប់អ្នកគួរតែកត់សម្គាល់និងចំណាំនៅហេតុការណ៍ទាំងឡាយនោះដែលបានកើតឡើងតើដូចអ្វីដែលខ្ញុំបានអានប្រាប់បងប្អូនដែរឬទេអរគុណសម្រាប់វីដេអូនេះជួបគ្នានៅវីដេអូក្រោយបាទជំរាបសួរបងប្អូនទាំងអស់គ្នាដែលមានតម្រូវការប្រើប្រាស់ទឹកឃ្មុំណាយកទៅធ្វើឱសថបាទយកទៅប្រើប្រាស់ប្រចាំថ្ងៃដាក់ទៅក្តៅហូបបាទបងប្អូនអាចទាក់ទងខ្ញុំបានបាទទឹកឃ្មុំនេះធានាថាសុទ្ធឲ្យ 100% យើងមានដាក់ផ្លិតទឹកនៅនឹងផងដែរបងប្អូនបាទមួយខ្លងនេះត្រឹមតែ$6ប៉ុណ្ណោះយើងមានសេវាផ្ញើ25ខេត្តក្រុងបងប្អូនដែលមានចំណាប់អារម្មណ៍អាចទាក់ទងតាមលេខទូរស័ព្ទក្នុងវីដេអូនេះបាទសូមប្រិយមិត្តទាំងអស់គ្នាវគ្គមុនយើងបានស្វែងយល់អំពីការយល់សប្តិឃើញម្ដាយស្លាប់ឥឡូវនេះយើងមកស្វែងយល់ពីអត្ថន័យការយល់សប្តិឃើញឪពុកស្លាប់វិញម្ដងធ្លាប់ដឹងទេយល់សប្តិឃើញឪពុកស្លាប់មានន័យយ៉ាងណាបើមិនទាន់ដឹងតោះមករកចម្លើយនៅខាងក្រោមនេះទាំងអស់គ្នានេះគឺជាអត្ថន័យទូទៅមួយដែលអ្នកទាំងអស់គ្នាយល់សប្តិឃើញឪពុកស្លាប់បើយោងតាមសៀវភៅបកស្រាយសុបិនប្រសិនបើយល់សប្តិឃើញលោកឪពុករបស់អ្នកបានស្លាប់មិនមែនជារឿងអាក្រក់នោះទេយល់សប្តិនេះទស្សន៍ទាយថានឹងមានអ្នកឧបត្ថម្ភគាំទ្រតាមជួយជ្រោមជ្រែងគ្រប់ច្រកល្ហកជាពិសេសរឿងការងារយ៉ាងណាមិញចូលប្រយ័ត្នគ្រប់កាយវិការនឹងការនិយាយស្ដីជាមួយចាស់ទុំឬរៀមច្បងកុំចេះតែប្របាច់ប្រប៉ោចកុំបណ្ដោយឲ្យខ្លួនជ្រុលមិនដូច្នោះទេរឿងសំណាងនឹងคล้ายជារឿងគ្រោះទៅវិញចំណែកឯអត្ថន័យស្នេហាឬគ្រួសារយល់សប្តិឃើញឪពុកស្លាប់ក្នុងជីវិតពិតត្រូវប្រយ័ត្នខ្ពស់ចំពោះទំនាក់ទំនងស្នេហាមិនថាអ្នកមានដៃគូឬគ្មានឡើយអ្នកអាចជំពប់នឹងមានរឿងអាស្រូវស្នេហាព្រោះតណ្ហាត្រេកត្រអាលមួយគ្រាចូលកុំបណ្ដោយខ្លួនតាមអារម្មណ៍មួយពេលយ៉ាងណាមិញចំពោះអ្នកដែលធ្លាប់ប្រេះឆាកន្លងមកអាចផ្សះផ្សាជាមួយគ្នាវិញក្នុងអំឡុងពេលនេះឯងនេះគឺជាអត្ថន័យដែលយល់សប្តិឃើញឪពុកស្លាប់តើបងប្អូនយល់យ៉ាងណាចំពោះអត្ថន័យនេះចូលចំណាំមើលទាំងអស់គ្នាថាតើអ្វីដែលខ្ញុំបានរៀបរាប់ជូនបងប្អូនទាំងអស់គ្នាដោយដែលបងប្អូនបានជួបប្រទះពេលដែលយល់សប្តិឃើញដែរឬទេអរគុណចាំជួបគ្នានៅវីដេអូក្រោយជាបន្តទៀត